ខេសួស្តីបងប្អូនទាំងអស់គ្នានឹងថ្ងៃថ្ងៃនេះខ្ញុំចង់ណែនាំបងប្អូននៅផលិតផលមួយតាក់ទងទៅនឹងបុរសមិនថាបុរសថាស្ត្រីទេគឺជាផលិតផលបំបត្តិក្លិនស្បែកជើងក្លិនស្រោមជើងនិងក្លិនក្លៀកបងប្អូនអញ្ចឹងសម្រាប់បងប្អូនដែលពាក់ស្បែកជើងយូរមកហើយពាក់ស្បែកជើងធ្វើការមិនថាស្បែកជើងប៊ូស្បែកជើងខ្វីស្បែកជើងប៉ាតាស្បែកជើងចិត្តស្បែកជើងហាត់ប្រាណស្បែកជើងកីឡាបងប្អូនដូចជាប្រភេទនេះអញ្ចឹងណាអត់មានក្លិនស្អុយក្លិនអីដូចបងប្អូនដោះស្បែកជើងមកធំក្លិនណាបងប្អូននេះអញ្ចឹងសម្រាប់ផលិតផលនេះគឺជាម្សៅណាឯកទេសនេះបងប្អូនមើលសឯកទេសបំបត្តិក្លិនណាឯកទេសម្សៅបំបត្តិក្លិននេះចង់ហៅខ្លោះឬក៏ភាសាអង់គ្លេសយើងហៅថា Biosmile ជា brand អូខេអញ្ចឹងសម្រាប់អ្នកដែលពាក់ស្បែកជើងប៊ូជើងខ្វីបងប្អូនអស់អារម្មណ៍ទៀតហើយសម្រាប់ការប្រើប្រាស់អត់ពិបាកទេបងនៅលើសបកដបនេះយើងមានវាយជាអត្ថប្រយោជន៍ណាមានតកតងយើងប្រើជាមួយអីគេខ្លះបានហើយមួយទៀតនៅខាងក្រោយនេះយើងមានពីរបៀបប្រើប្រាស់អញ្ចឹងសម្រាប់បងប្អូនដែលអត់ដឹងពីរបៀបប្រើប្រាស់មើលលើហ្នឹងទៅគឺអូខេហើយអញ្ចឹងយើងបើកកម្របមកនេះខ្ញុំបើកកម្របមកសម្របវាអូខេតែប៉ុណ្្នឹងទេហើយយើងស្បែកជើងយើងស្បែកជើងប៊ូបងប្អូនណាស្បែកជើងប៊ូអញ្ចឹងបងប្អូនគាត់ដាក់ចឹងមកអានេះខ្ញុំដាក់ចឹងណាយើងគាត់ចាក់ចូលក្នុងស្បែកជើងមកបងប្អូនណាយើងចាក់ចូលបន្តិចឃើញចាក់ចូលនេះឃើញម្សៅប្រភេទជាម្សៅហ្នឹងបងប្អូនណានេះឃើញអូខេអញ្ចឹងយើងគាត់ណាគោះវាឲ្យធ្លាក់ទៅស្គរហើយយើងពាក់ស្រោមជើងពាក់ស្បែកជើងមកហើយបើសិនជាបងប្អូនដែលគាត់នេះណាបងប្អូនចុងបងប្អូនដែលបែកញើសជើងបែកញើសអីបងប្អូនណាពាក់ស្បែកជើងឲ្យបងប្អូនអាចលាបជើងលាបអីពាក់ជើងមិនបែកញើសហើយពាក់ក្លិនអីគឺកាត់បាន 100% មកអូខេអញ្ចឹងការប្រើប្រាស់គឺបែបហ្នឹងណាបងប្អូនអញ្ចឹងមកវិញតើតើនឹងការប្រើប្រាស់អំពើកុំមួយក៏ចាក់អញ្ចឹងមកអូខេគឺអូខេហើយមួយទៀតសម្រាប់ប្រើលាបក្លៀកក៏ដូចគ្នាដែរបងប្អូនណាបងប្អូនគាត់ចាក់នៅលើដៃហើយបងប្អូនលាបក្លៀកមកអូខេតែប៉ុណ្ណឹងមកគឺអូខេហើយអញ្ចឹងបងប្អូនជូតឲ្យស្អាតមកចាំបងប្អូនលាបវាអញ្ចឹងសម្រាប់ក្លិនវាមានប្រហើវាមិនមែនធំដូចអីទេហើយអត់ប៉ះពាល់ដល់ស្បែកអត់ប៉ះពាល់អីទេណាសម្រាប់បងប្អូនដែលមានបញ្ហាស្បែកមិនបារម្ភទេខ្ញុំតែរួចហើយសម្រាប់ផលិតផលនេះបងប្អូនអាចតំណបានតាមរយៈលេខទូរស័ព្ទឬ Telegram បងប្អូនអាចឆាតមកនៅក្នុង Page ក៏បានឆាត YouTube ក៏បាន Telegram ក៏បានដែរបងប្អូនអូខេអរគុណច្រើនជួបគ្នានៅវីដេអូក្រោយទៀត